Apple M3 Ultra មកដល់ហើយបំពាក់នៅលើ Mac Studio ជាមួយនឹងជម្រើស M4 Max មួយទៀតក្រៅពីបានប្រកាសចេញ iPad Air និង MacBook Air ស៊េរីថ្មីៗហើយ Apple ក៏បានប្រកាសចេញ Mac Studio ស៊េរីថ្មីផងដែរដោយរួមមានជម្រើស M4 Max និង M3 Ultra ថែមទៀតផងកុំព្យូទ័រខ្នាតតូចនេះបង្កើតឡើងជាពិសេសសម្រាប់អ្នកធ្វើការងារ graphic ធ្ងន់ៗដូចជាកាត់តវីដេអូជំនាញក្រុម developer និងផ្នែកជំនាញអាជីពកម្រិតខ្ពស់ផ្សេងៗទៀតបន្ទះ chip M4 Max មានផ្ទុកនៅ16 core CPU 40 core GPU និងល្បឿន16 core Neural Engine លឿនជាងមុនដើម្បីពង្រឹងទៅលើល្បឿនគណនា AI នានា Apple ផ្ដល់ជូនជម្រើស RAM ដល់ទៅ 128GB និងបានបំពាក់នៅបច្ចេកវិទ្យា Media Engine សម្រាប់ជំនួយដល់ការដំណើរការផ្នែកគណនាវីដេអូចំណែកឯជម្រើស chip M3 Ultra វិញមានផ្ទុកដល់ទៅ32 core CPU 80 core GPU និងមាន32 core Neural Engine ដែលអាចផ្ទុក RAM រហូតដល់ទៅ 512GB និងផ្ទុក SSD បានដល់ 16TB ឯណោះហេតុដូច្នេះហើយបើសិនជាអ្នក developer កំពុងតែអភិវឌ្ឍ game ឬមួយក៏ចង់ដំណើរការ LLM គួរពិចារណាលើ model ថ្មីនេះជម្រើស model ទាំងពីរសុទ្ធតែមានគាំទ្រ Thunderbolt 5 ល្បឿន 123GB ក្នុង1វិនាទីជាមួយម៉ាស៊ីន M3 Ultra មានរុន USB-C ដល់ 6 កន្លែងនិងនៅរក្សាទុករុន HDMI USB-A និងរុន Ethernet 10GB ដដែល Apple កំពុងដាក់ឲ្យកំងទិញមុននៅ model M4 Max ជាមួយតម្លៃចាប់ផ្ដើមពី$1,999 ឡើងទៅស្របនឹងពេលដែល model M3 Ultra មានតម្លៃចាប់ផ្ដើមពី$3,999 ឡើងទៅរហូតដល់$14,099 ប្រសិនបើអ្នកជ្រើសរើសជម្រើសខ្ពស់បង្អស់អត្ថបទនេះដែរដកស្រង់ចេញពី Cambo Report កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេចូលរួមសម្រេចគោលដៅកាត់បន្ថយជំងឺមិនឆ្លងក្នុងពិភពលោកដើម្បីសុខភាពល្អអាយុយឺនយូរ